ទៅអាមេរិកមួយខែហើយថ្ងៃនេះគឺជាថ្ងៃទី1ដែលខ្ញុំបានចូលរួមនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតនិងលក់គ្រឿងអលង្ការជាងបាក់វ៉ាន់ហុងហើយបងប្អូនមួយចំនួនគាត់ប្រកាសជាបានស្គាល់នៅហាងលក់គ្រឿងអលង្ការជាងបាក់វ៉ាន់ហុងនេះហើយដោយសារតែមានឈ្មោះល្បីល្បាញខ្លាំងមែនទែនហើយចារចនាបថក៏ដូចជាចាឈុតនីមួយៗគឺសឹងតែជា inspire មកពីចាផ្ការំដួលជាផ្កាដោយតំណាងជាតិឲ្យខ្មែរហើយនេះខ្ញុំក៏បានរួមជាមួយនឹង project របស់បងស្រីមួយដែរដែលនេះខ្ញុំបានពាក់នៅឈុតគ្រឿងអលង្ការដែល inspire មកពីផ្ការំដួលដែលយើងស្ដាប់ភ្ជាប់ជាមួយនឹងចាអាកាសយានដ្ឋានចាដេជោ International Airport ចានេះខ្ញុំក៏ទៅដើរចូលមកភ្លាមគឺជួបបងចាឌីសូនីតាភ្លាមក៏យើងបានជជែកឈិតឆាតអញ្ចឹងទៅអាយ៉ាដើរចូលសិនគេដើរក្រោយសិនអាយ៉ាអាយ៉ាឆ្នាំនេះតើអ្នកណាគេទៅគឺជាម្ចាស់ពៀនហើយជាមួយនឹងការដាក់ឌីក័រហាងស្រស់ស្អាតខ្លាំងមែនតើអ្វីដែលខ្ញុំចាប់សម្គាល់នោះគឺកន្លែងតាំងនៅគ្រឿងនីមួយៗមានទាំងធាតុខ្យល់ទឹកភ្លើងអញ្ចឹងទៅបងប្អូនដែលវាសិតសឹងតែជាបង្កប់នៅអត្ថន័យនីមួយៗរបស់គ្រឿងអលង្ការខ្ញុំពិតជាសូមកាត់សរសើរទៅដល់បងស្រីចាវ៉ាន់ឌីខ្លាំងមែនតើហើយរតែឲ្យនេះខ្ញុំមានមោទនភាពនិងសប្បាយចិត្តនៅក្នុងការរួមការងារជាមួយនឹងបងស្រីនោះនៅក្នុងឆ្នាំនេះខ្ញុំបាន represent រំដួលឲ្យបងស្រីចាដែលបងប្អូនដឹងហើយថាបងវ៉ាន់ឌីគឺគាត់រចនាបថនៅក្នុងហាងរបស់គាត់មួយៗគឺគាត់ផ្ដោតសំខាន់ទៅលើការរំដួលច្បាប់ដំណាងជាតិចាអញ្ចឹងគ្រឿងអលង្ការគាត់មួយៗគឺស្អាតខ្លាំងមែនតើហើយដូចឈុតដែលនេះខ្ញុំពាក់នេះគឺជាស្លឹកចាស្លឹកផ្ការំដួលបងប្អូនគឺអូយផុសស្អាតខ្លាំងមែនតើខ្ញុំពិតជាសូមសរសើរអ្នកដែលគាត់ design អ្នកដែលគាត់ច្នៃអ្នកដែលគាត់ធ្វើអូយខ្ញុំឲ្យលេខ1មកនៅក្នុងកម្មវិធីនេះគឺគេប្រព្រឹត្តទឹក3ថ្ងៃពីថ្ងៃទី8រហូតដល់ថ្ងៃទី10ហើយបងប្អូនសម្រាប់អ្នកដែលគាត់ភ្ញៀវដែលគាត់ទិញនៅគ្រឿងអលង្ការលុយមួយលទ្ធិមួយចំនួននឹងចូលទៅមន្ទីរពេទ្យលួងម៉ែអញ្ចឹងបងប្អូនទិញបានទាំងគ្រឿងអលង្ការពាក់ដល់ស្រស់ស្អាតហើយបងប្អូនដូចជាបានធ្វើបន់មួយទៀតអញ្ចឹងបងប្អូនដែលគាត់ចង់ទៅឆែកក៏ដូចជាចង់នឹងព័ត៌មានបន្ថែមបងប្អូនអាចចូលទៅក្នុង page ជាងបាក់វ៉ាន់ហុងបានណា